បាទសួស្តីបងប្អូននេះផ្លូវពីព្រែកសឿទៅសឿផ្លូវយ៉ាប់ខ្លាំងឡុកឡើងជ្រៅសូមឲ្យលោកអ៊ំមេឃុំជួយចាក់ថ្មកូនចៅផងនេះយ៉ាប់ឲ្យបងប្អូនជិះម៉ូតូបានស្រួលតិចនេះក៏ឡុកឡើងជ្រៅល្អិលសូមបងប្អូនទស្សនាទាំងអស់គ្នានេះផ្លូវព្រែកសឿមកផ្សារសឿនៅស្រុកគល់បរិយខេត្តបន្ទាយមានជ័យបងប្អូនចាំទស្សនាទាំងអស់គ្នាផ្លូវនេះយ៉ាប់និយាយថាយ៉ាប់គឺយ៉ាប់ហើយពិបាកជិះឡុកជ្រៅនេះបងប្អូននេះចាប់ពីនេះទៅពិបាកខ្លាំងមែនទែននេះចាប់ពីនេះទៅដល់បឹងតូចយ៉ាប់ខ្លាំងហ្មងដល់បឹងតូចដល់ក្បាលស្ពានដល់ថ្នល់ជាតិបានស្រួលអានេះយើងចេញពីព្រៃសឿមកវិញបងប្អូនពេលកាលខ្ញុំមកខ្ញុំអត់បានថតពេលចេញវិញខ្ញុំបានថតផ្លូវខូចទាំងស្រុងហ្មងជីដៃមួយខ្លាចតែដួលហ្នឹងជួយមើលផងអ៊ំអើយអ៊ំមេឃុំអ៊ំទីជួយមើលផ្លូវនេះផង
tôi chứ tôi vào tôi cũng xưaស្ពានសឿបងប្អូនអើយនេះស្ពានសឿគោលស្ពានក៏ក្លុកដើមស្ពានក៏ក្លុកដែរនេះតសាសឿបងប្អូនអើយបាយម៉ាយដល់គ្នាជិះគ្នាតែបងប្អូនអើយនេះផ្លូវទៅព្រែកសឿនេះដល់ហើយផ្លូវបាក់ខ្លាំងដឹងកាលណាគេធ្វើទេលោកអើយនេះផ្លូវបងប្អូនគ្នាចេញពីខាងភ្លោះខាងអីមកប្រយ័ត្នជិះម៉ូតូនេះដល់ហើយផ្លូវព្រែកសឿឆ្នាំនេះខូចខ្លាំងមែនទែនខូចចង់ 100% នេះចាំមើលទាំងអស់គ្នាបងប្អូនផ្លូវខូចប៉ុណ្ណាអូនេះដល់ឲ្យជូនអមខាងមេឃុំសឿជួយមើលផងផ្លូវយ៉ាប់ខ្លាំងហើយវាគ្រឿនបន្តិចចាំទស្សនាទាំងអស់គ្នាបងប្អូននេះឃើញអត់ទៀតបងប្អូនយើងជ្រូនប្រយ័ត្នដឹកបញ្ជូនស្រូវទៀតអើជួលហ្នឹង
បាទស្រីបងប្អូននេះវីដេអូនេះដែរខ្ញុំសូមផ្ញើជូនដល់លោកអ៊ំមេឃុំសឿអ្នកជួយមើលផ្លូវនេះផងពិបាកខ្លាំងណាស់អ៊ំអើយជួយចាក់ថ្មចាយឲ្យជាពលរដ្ឋខ្លះមកនេះផ្លូវពីផ្សារសឿទៅព្រៃសឿបងប្អូនសូមជួយសាប់ជួយ share ក្នុង YouTube ផងចាំទស្សនាទាំងអស់គ្នាបងប្អូន